សួស្តីបងប្អូននេះជាវីដេអូដំណើរកម្សាន្តទៅកាន់កោះត្រល់នៅកម្ពុជាក្រោមគឺជាកោះមួយដែលសម្បូរទៅដោយភ្ញៀវទេសចរទៅទស្សនាកម្សាន្តហើយនេះជាវីដេអូដែលខ្ញុំធ្វើដំណើរកម្សាន្តទៅកាន់ទីនោះនៅក្នុងឆ្នាំ2017នៅក្នុងកោះត្រល់ហ្នឹងគឺមានទេសភាពជាច្រើនប្លែកស្អាតមានទាំងសួនផ្កាមានទាំងរូបចម្លាក់ដូចជាបងប្អូនបានមើលឃើញមិនអញ្ចឹងនេះសួនច្បារដ៏ធំកាលនោះខ្ញុំធ្វើដំណើរកម្សាន្តជាមួយតានិងអ្នកម្ដាយទៅកម្សាន្តនៅទីនោះទៅមើលកោះអតីតជារបស់ខ្មែរតែសប្តាហ៍នេះនៅក្នុងប្រទេសវៀតណាមចឹងបងប្អូនមិនដែលបានទៅមើលកោះត្រល់នេះគឺជាផ្នែកមួយនៅកន្លែងកោះមានសម្បូរទៅដោយចម្រុះជនជាតិហាក់បីដូចជានៅកោវត្ត2-3ឆ្នាំមុនគឺសម្បូរមនុស្សទៅលេងមានទាំងចិនមានទាំងកូរ៉េមានទាំងបារាំងជាច្រើនទៅលេងទីនោះនេះគឺចំការសួនផ្កាមួយដ៏ស្រស់ស្អាតខ្ញុំបានដិតមកតាមវីដេអូនេះមួយចំណែកទូចនៅកន្លែងរបស់បងប្អូនបានទស្សនាឲ្យដាក់ចិត្តមើលកន្លែងអតីតជារបស់ខ្មែរយើងស្អាតគួរឲ្យគយគន់បងប្អូនមើលផ្កាចម្រុះដោយផ្កាហើយនឹងដើមរុក្ខជាតិចម្រុះ